Shit! Corre! មីស៊ីលមួយគ្រាប់បានធ្លាក់ចំគោលដៅដ៏សំខាន់បំផុតមួយក្នុងភពផែនដីអ៊ីរ៉ង់បានបាញ់មីស៊ីល ballistic ទៅលើមជ្ឈមណ្ឌល Ras Laffan នៅប្រទេសកាតាដែលជាទីតាំងនាំចេញ gas ឬក៏ឧស្ម័ន LNG ធំបំផុតនៅក្នុងលោកបង្កអគ្គិភ័យនិងការខូចខាតយ៉ាងធ្ងន់ធ្ងរយោងតាមកាសែត Financial Times មីស៊ីលរបស់អ៊ីរ៉ង់ចំនួន5គ្រាប់បានសម្រុកចូលមជ្ឈមណ្ឌល Ras Laffan នៅថ្ងៃទី18ខែមីនាឆ្នាំ2026ក្នុងនោះមាន4គ្រាប់ត្រូវស្ទាក់ចាប់បានប៉ុន្តែមួយគ្រាប់បានបំបែកប្រព័ន្ធការពារដែនអាកាសកាតាហោះចូលទៅបុកចំបេះដូងធម្មពលដែលរ៉ាប់រងប្រហែល 20% នៃការផ្គត់ផ្គង់ហ្គាសនៅទូទាំងពិភពលោកនិងជាមជ្ឈមណ្ឌលនាំចេញហ្គាស LNG សំខាន់បំផុតរបស់អាស៊ីមីស៊ីលមួយគ្រាប់នេះរុញឲ្យទីផ្សារធម្មពលរញ្ជួយភ្លាមនៅព្រឹកថ្ងៃទី19ខែមីនាប្រេង Bronx ឡើង 7% ដល់$110ក្នុង1បារ៉ែលភ្លាមខណៈដែលតម្លៃ gas នៅទីផ្សារអឺរ៉ុបឡើង 6% ដល់€54ក្នុង1មេហ្គាវ៉ាត់ម៉ោងចំណុចដែលធ្វើឲ្យរឿងនេះកាន់តែស្មុគស្មាញគឺអ៊ីរ៉ង់មិនមែនវាយដោយគ្មានមូលហេតុនោះទេមុននោះប៉ុន្មានម៉ោង South Pass ដែលជាមជ្ឈមណ្ឌលឧស្ម័នដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់និងជាផ្នែកមួយនៃអាងឧស្ម័នធំបំផុតក្នុងលោកត្រូវបានវាយប្រហារដោយអ៊ីស្រាអែលលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថាលោកមិនបានដឹងថាលោក Netanyahu វាយប្រហារ South Pass ដោយកំហឹងបែបនេះឡើយក៏ប៉ុន្តែ South Pass មិនខូចខាតច្រើនទេហើយលោក Trump ធានាថានឹងមិនមានរឿងនេះកើតឡើងម្ដងទៀតទេក៏ប៉ុន្តែលោកក៏បានប្រមានថាបើអ៊ីរ៉ង់ហ៊ានវាយប្រហារមជ្ឈមណ្ឌល gas របស់កាតាម្ដងទៀតអាមេរិកនឹងកំទេច South Pass របស់អ៊ីរ៉ង់ចោលទាំងស្រុងតែម្ដងកាតាបានថ្កោលទោសការវាយប្រហារនេះថាជាការរំលោភអធិបតេយ្យភាពយ៉ាងគ្រោះថ្នាក់ខណៈដែលអ្នកវិភាគប្រមានថាប្រសិនបើសមត្ថភាពផលិត gas នៅ Ras Laffan រងការខូចខាតធ្ងន់ពិភពលោកអាចជួបប្រទះទៅនឹងការខ្វះខាត gas យូរជាងការរំពឹងទុកខ្ញុំរស់សុធាពី News Today NTTV